ការស្រឡាញ់អាជីពណាក៏ដោយចាកើតចេញពីការធ្វើសិនហើយនៅពេលដែលធ្វើនៅពេលដែលយើងអាចជួយអ្នកណាម្នាក់បានអតិថិជនរបស់យើងរីករាយទទួលបាននៅដំណោះស្រាយវាគឺជាក្តីសុខវាគឺជាក្តីស្រឡាញ់ដែលកើតឡើងចាប់ផ្ដើមចេញពីអ្វីដែលយើងបានទៅធ្វើឲ្យមានបទពិសោធន៍បានទទួលនៅបទពិសោធន៍នៃអារម្មណ៍ហ្នឹងតាមពិតទៅអាការដែលយើងនឿយហត់ធុញទ្រាន់ហ្នឹងមិនមែនដោយសារថាយើងកំពុងតែធ្វើការងារហ្នឹងវាមិនមែនជាការងារដែលយើងស្រឡាញ់ទេប៉ុន្តែមនុស្សយើងគឺត្រូវការការផ្លាស់ប្ដូរនៅសកម្មភាពមួយចំនួនដើម្បីឲ្យខ្លួនឯងកាន់តែមានធម៌ពលទៅលើកិច្ចការដែលខ្លួនឯងកំពុងតែធ្វើចុះយើងប្រើទូរស័ព្ទនៅពេលដែលអស់ថ្មយើងក៏ចេះយកវាបិទទៅបញ្ចូលថ្មឲ្យវាថ្មពេញត្រជាក់សិនដែរទៅយើងយកមកប្រើវិញវាដំណើរការល្អអញ្ចឹងលើយើងដូចគ្នាទៅសម្រាប់បន្តិចសិនហើយមកគិតទៅលើកិច្ចការងារផ្សេងធ្វើសកម្មភាពដើម្បីឲ្យអារម្មណ៍យើងល្អត្រឡប់មកវិញខ្ញុំជឿជាក់ថាតិចនិចមួយចំនួនពាក់ព័ន្ធជាមួយនឹងការហាត់កីឡាហាត់ប្រាណអានសភៅការរាំប្រកាសជាអាចជួយផ្លាស់ប្ដូរបរិយាកាសនៃអារម្មណ៍ដើម្បីអាចឲ្យយើងត្រឡប់មកធ្វើកិច្ចការដែលយើងធ្វើនោះប្រកបដោយធម៌ពលវិញបើសិនជាអាជីវកម្មនៅល្អការងារនៅល្អនៅតែមានចំណូលឲ្យផ្លាស់ប្ដូរសកម្មភាពដើម្បីបង្កើនធម៌ពលត្រឡប់ទៅធ្វើវាឲ្យបានរឹតតែល្អឡើងវិញបើសិនជាទាំងអស់គ្នាកំពុងតែជួបខមមិននៅក្នុងคลิปវីដេអូរបស់ខូចស្មីហើយកុំភ្លេចចូលទៅ follow